តើហេតុអ្វីប្រជាជនអ៊ីរ៉ង់ងាកទៅគាំទ្រព្រះអង្គម្ចាស់ផាឡាវីក្រោយការផ្ដួលរំលំរបបរាជានិយមដែលជីវភាពរស់នៅរបស់ប្រជាជនរស់នៅតាមបែបស៊ីវិល័យដោយលោកខាងលិចចាប់តាំងពីឆ្នាំ1979រហូតមកឥឡូវប្រជាជាតិអ៊ីរ៉ង់បានចាប់ផ្ដើមធុញថប់នឹងរបបផ្ដាច់ការនិងការបង្ក្រាបយ៉ាងព្រៃផ្សៃទៅលើក្រុមអ្នកតវ៉ាបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតទើបងាកទៅគាំទ្រអតីតរាជទាយាទដែលកំពុងតែនិរទេសខ្លួនខណៈឥឡូវសហរដ្ឋអាមេរិកក៏កំពុងតែបញ្ជូនកងទ័ពនិងទ្រព្យសម្បត្តិការពារជាតិដ៏ធំសម្បើមទៅដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាដែលនៅជិតមាត់ទ្វាររបស់ក្រុងតេហេរ៉ង់ទស្សនាវដ្តីសហរដ្ឋអាមេរិក The National Interest បានផ្សាយកាលពីព្រឹកថ្ងៃពុធទី28ខែមករាឆ្នាំ2026ថាការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅប្រទេសអ៊ីរ៉ង់ជាមួយនឹងការបង្ហាញអំពីការអំពាវនាវរបស់ប្រជាជាតិអ៊ីរ៉ង់ដែលកំពុងកើនឡើងសម្រាប់ការវិលត្រឡប់របស់អតីតរាជទាយាទដែលកំពុងតែនិរទេសខ្លួនអស់រយៈពេលជាយូរចូលមកគ្រប់គ្រងប្រទេសអ៊ីរ៉ង់ឡើងវិញព្រះអង្គម្ចាស់រេសាផាឡាវីជាព្រះរាជបុត្រច្បងរបស់ស្ដេចចុងក្រោយនៃរាជវង្សសាសន៍នៅប្រទេសអ៊ីរ៉ង់បច្ចុប្បន្នប្រជាជាតិអ៊ីរ៉ង់កំពុងតែបង្ហាញសន្ទុះគាំទ្រយ៉ាងខ្លាំងដល់ស្ដេចអង្គនេះនៅក្នុងការវិលត្រឡប់មកដឹកនាំប្រទេសក្រុមបដិវត្តន៍អ៊ីស្លាមបានផ្ដួលរំលំរបបរាជានិយមនៅក្នុងប្រទេសអ៊ីរ៉ង់នាអំឡុងឆ្នាំ1979ហើយបានឡើងគ្រប់គ្រងអំណាចនៅប្រទេសអាស៊ីខាងលិចមួយនេះរហូតមកក្រោយពេលបង្ខំឲ្យរបបរាជាធិបតេយ្យរបស់ស្ដេចផាឡាវីនិរទេសខ្លួនប៉ុន្តែក្រោយពេលរបបសាធារណរដ្ឋអ៊ីស្លាមបានគ្រប់គ្រងអំណាចអស់រយៈពេល47ឆ្នាំកន្លងមកនេះក៏មានរលកបាតកម្មផ្ទុះឡើងនៅពីពេញប្រទេសនិងមានការបង្ក្រាបយ៉ាងឃោរឃៅបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតក្រុមអ្នកសង្កេតការណ៍លោកខាងលិចដែលកំពុងតែសម្លឹងមើលការតវ៉ានៅប្រទេសអ៊ីរ៉ង់ប្រហែលជាមានការភ្ញាក់ផ្អើលដោយសារតែក្រុមបាតកោបានស្រែកព្រះនាមព្រះអង្គម្ចាស់រេសាផាឡាវីស្ថានភាពនៅប្រទេសអ៊ីរ៉ង់អាចនាំឲ្យមានការងឿងឆ្ងល់ថាចុះហេតុអ្វីបានជាប្រជាជនអ៊ីរ៉ង់អំពាវនាវស្វែងរកព្រះអង្គម្ចាស់មកជំនួសរបបសាធារណរដ្ឋអ៊ីស្លាមទៅវិញអ្នកខ្លះអាចសន្មតថាការស្រែកច្រៀងរេសាផាឡាវីតំណាងឲ្យការនឹករលឹកឬការតម្រែតម្រង់ទៅរកទំនោរផ្ដាច់ការបន្ថែមទៀតស្របពេលកំពុងតែមានសម្ពាធមកលើសេដ្ឋកិច្ចសង្គមនិងការតវ៉ាដែលកំពុងតែបន្តប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមប៉ុន្តែការស្រែកច្រៀងទាំងនេះកំពុងតែផុសចេញពីវិស័យទូទៅនៃសង្គមអ៊ីរ៉ង់រួមទាំងកម្មករអណ្ដូងប្រេងគ្រូបង្រៀនអ្នកបើកបរសិស្សនិងនិស្សិតអ្នកមានអ្នកក្រដែលធ្លាប់ឆ្លងកាត់របបផ្ដាច់ការបច្ចុប្បន្នបរាជ័យរបស់របបសាធារណរដ្ឋអ៊ីស្លាមបានបង្កឲ្យមានការវាយតម្លៃឡើងវិញសម្រាប់រជ្ជកាលនៃស្ដេចផាឡាវីការស្រែកច្រៀងចម្រៀងរបស់រាជទាយាទរេសាផាឡាវីមិនមែនត្រឹមតែជាការរំលឹកឡើងវិញប៉ុណ្ណោះទេប៉ុន្តែវាជាការទាមទារឲ្យមានការវិលត្រឡប់មកកាន់ឆាកនយោបាយដ៏សមហេតុផលនិងមានអភិបាលកិច្ចទូទៅដ៏ល្អមួយសម្រាប់ប្រជាជនអ៊ីរ៉ង់ភាគជាច្រើននាពេលនេះគាំទ្រស្ដេចផាឡាវីគឺជាយុគសម័យនៃសមត្ថភាពនយោបាយបច្ចុប្បន្នសូម្បីតែអត្រាប្តូរប្រាក់$1អាមេរិកក៏មានតម្លៃច្រើនជាង20,000រៀលរបស់អ៊ីរ៉ង់ធៀបនឹងឆ្នាំ1979ហើយប្រជាជនអ៊ីរ៉ង់ប្រហែលជាង 60% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រផ្ទុយទៅវិញបែររបបគ្រប់គ្រងអ៊ីរ៉ង់នេះផ្ដល់អាទិភាពក្នុងការផ្ញើប្រាក់រាប់រយលាន$ទៅឲ្យក្រុមហេសប៊ូឡានៅប្រទេសលីបង់ទៅវិញការស្រែកច្រៀងចម្រៀងគាំទ្រស្ដេចផាឡាវីគឺជាចម្លើយចំពោះសំណួរជាក់ស្ដែងសម្រាប់ពលរដ្ឋអ៊ីរ៉ង់ធម្មតាថាតើអ្នកណាអាចទទួលយកការប្រឆាំងនឹងជាតិចំពោះរបបគ្រប់គ្រងតាមបែបសាសនាជាមួយនឹងការសម្រេចឲ្យបានការផ្លាស់ប្ដូរនយោបាយនិងរក្សាសណ្ដាប់ធ្នាប់ក្រោយរបបនៅក្នុងប្រទេសដែលមេដឹកនាំបានបំផ្លាញទំនុកចិត្តជាប្រព័ន្ធនិងក្នុងស្ថាប័ននានារបស់រដ្ឋប្រសិនបើជនជាតិអ៊ីរ៉ង់កំពុងតែស្រែកថារេសាផាឡាវីនៅតាមផ្លូវនានាក៏ដោយសារតែពួកគេកំពុងតែវិនិច្ឆ័យជាយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិពួកគេកំពុងស្រែកហៅឈ្មោះស្ដេចព្រោះពួកគេជឿថាស្ដេចអង្គនេះអាចបង្រួបបង្រួមសម្របសម្រួលនិងគ្រប់គ្រងហានិភ័យនៃការផ្លាស់ប្ដូរបានបន្ទាប់ពីការដួលរលំនៃរបបគ្រប់គ្រងសាធារណរដ្ឋអ៊ីស្លាម